បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកវិលមកវិញជួបបងប្អូនទៀតហើយបងប្អូនណាហើយថ្ងៃនេះខ្ញុំមានរុក្ខជាតិមួយដើម្បីចែកជូនបងប្អូនយកទៅព្យាបាលសុខភាពបងប្អូនពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងបងប្អូនហើយរុក្ខជាតិនោះឈ្មោះថាដង្កោបងប្អូនហើយដង្កោនេះជាដង្កោដើមបងប្អូនណាកុំច្រឡំហើយបងប្អូនបើចង់ដឹងថាតើយកទៅប្រើប្រាស់ជាឱសថបុរាណនឹងព្យាបាលជំងឺអ្វីខ្លះសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទបន្ទាល់តែម្ដងសូមអញ្ជើញបងប្អូនបាទបងប្អូនណាពីក្នុងវីដេអូនេះបងប្អូនឃើញស្រាប់នេះឈ្មោះថាដង្កោបងប្អូនពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងលោកគ្រូចែករំលែកជាធម៌ទានឲ្យបងប្អូនបានដឹងបងប្អូនយកទៅប្រើប្រាស់ក្នុងក្រុមគ្រួសារឲ្យបងប្អូនមើលឲ្យច្បាស់កុំឲ្យច្រឡំបងប្អូននេះដង្កោហើយបន្តិចទៀតដល់អាដាមធំហើយខ្ញុំប្រចាំងនឹងថតអាដាមតូចសិនណាបងប្អូនដើម្បីឲ្យបងប្អូនមើលហើយដង្កោនេះដែរបងប្អូនណាមកអ្នកខ្លះគេហៅដង្កោអ្នកខ្លះគេហៅដង្កោដើមកុំឲ្យច្រឡំប្រទាលដង្កោបងប្អូនណាអាហ្នឹងយកល្អនិយាយចឹងទៅដង្កោដើមកុំឲ្យវាច្រឡំហើយពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងបងប្អូនណាប្រសាសន៍មេរោគកាពះកំចាត់មេរោគនិងប្រសាសន៍តែមេរោគកាពះហ្នឹងវានៅយូរវាដំបៅកាពះរ៉ាំរ៉ៃកំបៅកាពះខ្លាំងហើយយកដើមដង្កោនេះចូលទៅប្រើប្រាស់ដាក់10ក្រាមទៅ15ក្រាមមានន័យថាម៉េចមានន័យថា10ក្រាមស្ងួត15ក្រាមទៅទឹកចង់និយាយចឹងណាបងប្អូនវាជួយឲ្យប្រសាសន៍កាពះដំបៅយូរហើយមេរោគកាពះក៏វាកម្ចាត់ចេញចង់និយាយចឹងដើម្បីកុំឲ្យឲ្យខាតពេលវេលាយូរលោកគ្រូឈានចូលមួយមុខទៀតបងប្អូនដើម្បីសង្ខេបឲ្យបងប្អូនឆាប់ដឹងឆាប់យល់ហើយនិយាយច្រើនពេកវាបងប្អូនវាធុញអញ្ចឹងណាបងប្អូនណាហើយមួយទៀតគឺថ្នាំកូនខ្ចីជាបងប្អូនសម្រាលកូនខ្ចីរួចហើយយកថ្នាំនឹងដង្កោដើមនឹងយកទៅប្រើប្រាស់ដោយដាក់ស្ងួត10ក្រាមមានន័យថាហាលឲ្យស្ងួតឲ្យហើយស្រួលបួលហើយថ្ងៃក្តៅស្ងួតហើយ3-4ថ្ងៃហើយសិនយកទៅដាំពិសាទទួលទានទៅចង់និយាយចឹងដាក់10ក្រាមទៅហើយធ្វើឲ្យកូនខ្ចីនឹងរឹងដៃរឹងជើងមមួនកម្លាំងមមួនឡើងវិញស្លេកស្លាំងបបេមាត់ស្លេកហឹងកាជាងើងអត់មានកម្លាំងនឹងធ្វើឲ្យស្ត្រីនឹងមានកម្លាំងកំហែងឡើងវិញដោយមនុស្សធម្មតាអញ្ចឹងបងប្អូនដាក់2-3ឆ្នាំងទៅនឹងកប់នឹងជំងឺសម្រាប់កូនខ្ចីហើយជំនួយសម្រាប់កូនខ្ចីមានន័យថាបើកូនខ្ចីនឹងកម្លាំងលះលហើយវាធ្វើឲ្យជំនួយកម្លាំងឡើងវិញលោកគ្រូចង់បញ្ជាក់ឲ្យច្បាស់ចុចនៅចំកន្លែងល្អដើម្បីបង្ហាញចែកជូនបងប្អូនដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់បាញ់ចំគោលដៅមានន័យថាអញ្ចឹងណាបងប្អូនណាហើយនឹង2បងប្អូន3បងប្អូនណាយកដើមដង្កោដើមនេះណាបងប្អូនយកទៅប្រើទៅដាក់10ក្រាម15ក្រាមដូចគ្នាបងប្អូនដង្កោនេះបងប្អូននៅឃើញរូបមើលច្បាស់ហ្នឹងបងប្អូនស្គាល់ហើយបើយកទៅដើរទៅព្រៃទៅបងប្អូនស្គាល់ទៅប្រទៀងយកវីដេអូទៅប្រទៀងមើលទៅហើយមើលទៅឃើញនៅក្នុងរូបភាពពិតទៅបងប្អូននឹងយល់ហើយចង់និយាយចឹងបងប្អូនណាហើយមួយទៀតទី3បងប្អូនណាថ្នាំទម្លាក់ព្រូនបើសិនណាបងប្អូនមានព្រូនក៏ដោយមានសត្វល្អិតនៅក្នុងកាពះពោះវៀនរបស់យើងបងប្អូនចង់និយាយចឹងទម្លាក់សត្វល្អិតឬព្រូនទម្លាក់ដេញណែលអៀនក៏ដោយក៏បាត់ដែរបងប្អូនយកទៅពិសាទទួលទានដោយដាក់10ទៅ15ក្រាមដូចខាងលើចឹងទៅបងប្អូនណាដើម្បីយកទៅពិសាទទួលទានហើយប៉ុន្តែបើបងប្អូនចង់ឲ្យធ្លាក់លឿនបងប្អូនកុំអាលហូបទឹកហ្នឹងឡើងមក3មក4ភ្លឺហូបទឹកឲ្យបានច្រើនហូបទឹកថ្នាំហ្នឹងចង់និយាយចឹងបងប្អូនអូបានច្រើនដែរបងប្អូនដេកទៅវិញទៅទទួលទានដំណេកទៅវិញទៅបងប្អូនហូបអញ្ចឹងទៅហើយក្រោយមុនបាយ1ម៉ោង2ម៉ោងបងប្អូនហូបទៀតណាពេលថ្ងៃត្រង់អីចឹងទៅបងប្អូនហូបទឹកបើសិនបងប្អូនហូបមិនបានហូបមុនបាយ1ម៉ោង2ម៉ោងអញ្ចឹងទៅធ្វើឲ្យអាព្រួនវាឡើងទៅជក់ជីវជាតិទឹកអញ្ចឹងទៅហ្នឹងហើយនឹងសត្វល្អិតហ្នឹងវាធ្លាក់ចេញមកក្រៅពីសារពាង្គកាយយើងហើយមានន័យថាបន្ទោបងទៅវាធ្លាក់មកក្រៅហើយចង់និយាយចឹងបងប្អូនហើយបងប្អូនណាឱសថទាំងអស់នៅលើភពផែនដីសិទ្ធិបកែឲ្យតែបងប្អូនយើងចេះដាក់ចេះលាយចេះការដាំត្រឹមត្រូវដោយធ្វើអនាម័យត្រឹមត្រូវឆ្នាំណាក៏បកែដែរប៉ុន្តែទោះតែចេះដាក់ចេះលាយអ្នកខ្លះទៅគ្រាប់ឈាមក្រហមក្តៅក្នុងខ្លួនសារពាង្គខ្លួនក្តៅទៅវាមិនទាន់ត្រជាក់ហើយអ្នកខ្លះហូបទៅ
ពាក់កណ្ដាលឆ្នាំងឬមួយឆ្នាំងអញ្ចឹងឈប់ហូបតែម្ដងតាមកាពិតមិនទេបងប្អូនទៅតាមដានឱសថបុរាណប្រៀបហូបព្យាបាលទៅហូបទៅមានន័យថាវាទៅម្ដងបន្តិចម្ដងបន្តិចដូចដើមឈើដុះអញ្ចឹងបងប្អូនចង់និយាយអញ្ចឹងណាវាទៅម្ដងបន្តិចម្ដងបន្តិចវាធូរមុននឹងធូរហើយវាវិវត្តទៅរកជាម្ដងបន្តិចម្ដងបន្តិចហើយនឹងជាស្ថាពរហើយទៅជាហើយវាអត់លាប់មកវិញនេះកន្លែងនេះដែលលោកគ្រូខំប្រឹងប្រែងចែករំលែកបានលោកគ្រូបានបុណ្យផងបងប្អូនយកទៅប្រើប្រាស់ទៅលោកគ្រូបានបុណ្យហើយបើសិនបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនជួយ like ជួយ share ជួយចែក subscribe ឲ្យបានម្នាក់មួយបងប្អូនបើសិនបងប្អូនណាមិនទាន់ចូលចែកចុច subscribe បងប្អូនចុច subscribe ឲ្យលោកគ្រូបានម្នាក់មួយជួយលើកទឹកចិត្តលោកគ្រូថ្ងៃក្រោយលោកគ្រូដើរផ្ដិតរូបភាពតាមកំពង់រាបព្រៃភ្នំដូចថ្ងៃហ្នឹងអញ្ចឹងបងប្អូននៅកំពង់ស្ពឺថ្ងៃនេះហើយផ្ដិតរូបភាពឲ្យបងប្អូនមើលដើម្បីថាតើថ្នាំឱសថបុរាណដែលបន្សល់ទុកពីពុព្វបុរសរបស់យើងវាប្រកែដល់កន្លែងណាហើយចេះដាក់ចេះលេខដោយលោកគ្រូប្រាប់ខាំប្រាប់ក្រាមអញ្ចឹងណាបងប្អូនហើយដើម្បីឲ្យបងប្អូនជឿជាក់នៅលើថ្នាំខ្មែរទៅយើងហូបទៅយើងបានទទួលដោយអាយុវែងផងចឹងហើយនៅជាចុងក្រោយនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមបួងសួងនៅទេវតាទាំងឡាយមានរុក្ខទេវតាឋានទេវតាទាំងនោះមកថែរក្សាបងប្អូនសូមឲ្យបងប្អូនមានសុភមង្គលក្នុងក្រុមគ្រួសារមួយយ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះដែរខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា